ពូអាចណែនាំខ្លួនទៅបងប្អូនយើងតិចពូណាបាទខ្ញុំបាទសូមគោរពនិងសូមជម្រាបសួរខ្ញុំបាទឈ្មោះសំសេនបាទជាកសិករនៅភូមិឡឃុំកោះកាងស្រុកពញាក្រែកខេត្តត្បូងឃ្មុំជាកសិករបាទដាំបន្លែស្ពៃក្តោបហើយស្ពៃបូកូបាទឥឡូវហ្នឹងកាត់ចង់អស់ដែរហើយវារៀងក្តៅពេកវារៀងខ្លោចស្លឹកតែបើក្តោបកំពុងតែល្អបាទការចាប់អាជីពដាំដំណាំនេះពូចាប់ផ្ដើមរយៈពេលប្រហែលឆ្នាំហើយមកទល់អូដាំតាំងពីនៅវ័យកុមារភាពអូដាំយូរដៃម្ខាងទេបាទជាមួយខ្មោចលោកឪពុកហើយដល់ពេលអត់ពីគាត់ទៅចាប់អាជីពមានគ្រួសារមកយកអាជីពរហូតបាទចូលបាក់តុង30ឆ្នាំយ៉ាងពូជាងហើយជាង30ឆ្នាំបាទពូជោគជ័យទៅលើការដាំដំណាំនេះបទពិសោធន៍ក៏ក្រាស់ក្រែលនៅខេត្តត្បូងឃ្មុំយើងកម្រមានឬក៏សឹងតែគ្មានកសិករដែលដាំនៅស្ពៃបូកូដាំអត់កើតតែសោកស្ដាយដោយសារខ្ញុំមករៀងចុងដៃបន្តិចបងប្អូនណាចុងដៃវាអស់សម្រស់ហើយរូបភាពទៅមានតែក្តោបបាទកាត់លក់សឹងទាំងអស់ហើយបាទអធិស្ឋានបងប្អូនណាប៉ុន្តែបើស្ពៃក្តោបកំពុងតែពេញល្អបាទងាកទៅស្ពៃបូកូចង់ឲ្យពូជំរាបជូនបន្តិចពូដំណាំនេះអាចនិយាយបានថាកម្រមានអ្នកដាំហើយបច្ចេកទេសក៏ហើយក៏ត្រូវការពូដែរពូឯងរៀបនេះតែការដាំដំបូងយ៉ាងម៉េចដែរចំពោះស្ពៃបូកូដាំស្ពៃបូកូយើងដាំដំបូងធ្វើថ្នាលអីធម្មតានេះដូចយើងភ្ជួរដីឲ្យស្ងួតអញ្ចឹងណាបាទដល់ពេលយើងដាំទៅចាក់ទឹកធ្វើថ្នាលស្អាតហើយយើងចាក់ទឹកមុននឹងដាំយើងដកមកយើងចាក់ទឹកតាមដៅនឹងយើងវាស់ខ្នាតអីហើយទៅនឹងដូចស្ពៃក្រោបជាងដែរនឹងអត់ខុសគ្នាទេបាទវាគ្រាន់តែថាវាស្ពៃបូកូវាមានអាយុតិចតែបើធ្វើត្រូវបច្ចេកទេសត្រូវក្តោបមិនត្រូវគឺអត់ក្តោបទេអត់ត្រូវលានៅតែខ្ញុញតែអត់ទេដំបូងអាចធ្វើបានយើងផ្សាំកូនសិនពូបដោសដូចគ្នាបដោសកូនដូចគ្នាបាទបដោសរយៈពេលប្រហែលថ្ងៃបាទអាចយកទៅដាំដៅបានយកល្អតែ27 28ថ្ងៃបានដាំហើយអញ្ចឹងបាទបើកូនក្តោបយើងឲ្យរៀងចាស់បន្តិចទៅវាងាយស្រួលវាទ្រាំនឹងកម្ដៅបាទហើយចំពោះការធ្វើថ្នាលធ្វើដីដាំហ្នឹងមុននឹងយើងធ្វើយើងមានត្រូវធ្វើយ៉ាងម៉េចខ្លះដែរពូអត់ទេភ្ជួរឯងធ្វើម៉េចឲ្យម៉ត់ដីហ្នឹងកិនជួររស់ធ្វើម៉េចឲ្យម៉ត់ហ្នឹងដូចម៉ត់អញ្ចឹងបាទហើយរួចឈូតដាំបណ្ដោយមានអីទេហើយដល់ពេលបានរយៈពេលប្រហែល10ថ្ងៃអីយើងចាប់ផ្ដើមជ្រុំវាចបយើងនឹងជ្រុំហើយបានយើងយកជីអាចគោឬក៏ជីអាចក្របីយកមកកប់បាទពូឈើយើងឆូតជាបន្លាយអញ្ចឹងទៅណាឆូតចំកដាលហ្នឹងទៅណាបាទពូបាទហើយដល់រួចយើងកប់ជីនឹងហើយយើងផ្អត់ទឹកវាបានយើងដាក់ជីកប៉ុសទឹកទៀតបាទជីកប៉ុសទឹកជីកប៉ុសធម្មជាតិទឹកកប៉ុសធម្មជាតិទឹកនោះសត្វធំនោះសត្វជីទាំងអស់បាទពូបាទហើយបន្ទាប់មកវាបានប្រហែលជាប៉ុន្តែអាយុវាប្រហែលយើងដាំចាប់ពីថ្ងៃដាំបានប្រហែលរៀងដើមបន្តិចបាទហើយជាកន្លះខែបានដាក់ជីបានអូអញ្ចឹងយើងដាំដំបូងយើងគាត់ណាជីយើងគាត់ដាំហើយហ្នឹងហើយដាំធម្មតាយើងស្រោចទឹកអីធម្មតាយើងគ្របវាកុំឲ្យវាអន់អីចឹងណារយៈពេល2 3ថ្ងៃទៅហើយយើងបើកឡើងយើងដាក់ជីមិនទាន់បានដាក់ទេតែដាក់អាហ្នឹងវាធំលឿនណាស់យើងធ្វើអីអត់ទាន់ទេទី1គឺប្រសេះអាកប៉ុសគោកនេះនេះកប៉ុសគោកកដាលនេះណាបាទយើងដាក់ច្បើងហ្នឹងគឺมันតែធ្វើអាហ្នឹងអត់ទាន់ពិបាកហើយលឹកវាធំលឿនណាស់បូកូបាទរយៈពេលដែលយើងត្រូវការដាំហ្នឹងយើងដាំខ្ទង់ចន្លោះខែណាពូពីយើងដាក់ដៃដាំនិយាយរួមទៅឲ្យតែដាច់ទឹកភ្លៀងចន្លោះខែ10បើសិននៅវាខែ10វាអត់សូវភ្លៀងយើងដាំក្នុងខែ10ហ្នឹងហើយហើយបើខែ11បើវានៅតែភ្លៀងរហូតដល់ខែ11យើងដាំខែ11ហ្នឹងដាំខែ11ចូលខែ11ខែ11បូកូនិងក្តោបហ្នឹងអាចដាំដំណើរគ្នាបានបានប៉ិនបូកូទទួលបានផលមុនព្រោះអានោះអាយុវាតែ1ខែកន្លះដូចខណាផ្កាដែរនេះខណាផ្កានិងបូកូតាមពិតវាអាយុប្រហែលគ្នាតែដល់ពេលអានេះយើងកាត់មុនដោយសារអីដោយសារវាផ្កាវាមិនអាចទុកបានបាទព្រោះតែផ្កាទុកយូរទៅវារីកអត់ល្អព្រោះយើងត្រូវការយកក្តោបបាទត្រូវការវាចេញមកផ្កាមកល្មមហ្នឹងបាទនៅពេលដាក់ដាំហ្នឹងរយៈពេល1ខែកន្លះអញ្ចឹងចំពោះការថែទាំមិនពូខ្ញុំឃើញនៅដីពូមានចំបើងមានអីបាទហ្នឹងថែទាំវាដាំអត់ខុសពីក្តោបទេបាទពូយើងដាំគឺដាក់ចំបើងអញ្ចឹងទៅប៉ុន្តែយើងដាក់ជីកប៉ុសគោកហើយបានយើងដាក់ចំបើងបាទដាក់ចំបើងក្រាលវាអញ្ចឹងទៅ
ហើយដល់រួចយើងដាក់ជីអាកប៉ុសទឹកហ្នឹងហើយតែដាក់អាហ្នឹងហើយយើងក្រាលច្បាងហើយដាក់ជីកប៉ុសទឹកហ្នឹងហើយដាក់បឆោតវាបន្តិចតិចទៅ បាទ ប៉ុន្តែវាមានការបច្ចេកទេសច្រើនណាបូកូមិនតែដូចថាមិនធម្មតាដូចក្តោបទេបើក្តោបយើងធ្វើធម្មតាប៉ុន្តែធម្មតាតាមជ្រុះក្រិនណាហ្នឹងណាបើធ្វើធម្មតាត្រឹមឧទាហរណ៍យកជីគីមីមកកាក់មកកប់ឧទាហរណ៍ចុះបាទប៉ុន្តែខ្ញុំអត់ដែរប្រើណាខ្ញុំនិយាយត្រង់បាទបើអូរ៉េខ្ញុំប្រើអូរ៉េព្រោះខ្ញុំលាយទឹកលាយអីស្រោចបាទអូរ៉េខ្ញុំលាយទឹកស្រោចតែបើជីគីមីគឺมันប្រើដាច់ខាតទី1ប៉ះពាល់ដីធ្វើឲ្យដីយើងវារឹងវាអត់មានគុណភាពបាទហ្នឹងហើយតែបើយើងដាក់ជីកប៉ុសអំបែងបាទអំបែងมันងាយខូចដីទេចុះត្រូវការទឹកច្រើនទេបងស្បៃបូកូអត់សូវត្រូវការទឹកម៉ានទេអត់សូវត្រូវការម៉ានទេបាទទឹកខ្សោយជាងក្តោបបាទក្តោបយើងប្រើទឹករៀងច្រើនថែទាំត្រូវប្រុងប្រយ័ត្នបើមិនចឹងទេអត់ក្តោបទេទី1ទី2ឲ្យលួយមកបាទរងគ្រោះលើហើយប៉ុន្តែយើងសង្កេតមើលណាតាំងពីដាក់ជីកប៉ុសដែរណាតាំងពីដាក់ជីកប៉ុសបើសិនណាយើងប្រើលើសលុបយើងអត់ស្ទួងត្រូវវាគឺលួយដែរបាទលួយហើយបើគីមីកាលពីឆ្នាំ2000ប្រហែលនេះខ្ញុំសាកយកមកកប់ម្ដងអាជីគ្រប់ពណ៌ខ្ញុំដាំហើយកាលនោះខ្ញុំនៅរែកដៃទេខ្ញុំនៅរែកដៃខ្ញុំស្រោចខ្ញុំដាក់ហើយខ្ញុំស្រោច5រងបានតែមួយកញ្ឆេទេធំអត់ទាន់ទេលួយអស់បាទលួយណាលួយមួយទៀតពូមកទល់ពេលនេះខែនេះហើយបូកូហើយនឹងក្តោបនឹងបានតម្លៃមិនដែរបូកូ8000លក់ជាមធ្យម7000 1គីឡូតែបើក្តោបលក់ជាមធ្យមបោះមធ្យម3000បោះលើទីផ្សារបាទតែបើលក់រាយ4-5000 4ទៅ5000បាទនេះក្តោបខ្ញុំយកច្រើនដុំយើងបញ្ចុះតម្លៃតាមហ្នឹងដោយសារវានៅលើទីផ្សារស្ពៃគេបុកមកច្រើនអញ្ចឹងយើងដូចថាដូចទៅខាងគ្រូប្រធានអីទម្លាប់លក់ឲ្យគាត់ប៉ុណ្ណឹងទៅយើងអនុគ្រោះប៉ុណ្ណឹងទៅណាតែបើខុសពីនោះទៅលៀងលក់រាយអញ្ចឹងទៅយើងអាចទាបានដល់3500អញ្ចឹងដែរមកពេញកាត់អាចរហូតដល់ខែណាពូអស់ទេអានេះប្រហែលចូលដល់ខែ3នេះមិនស្រួលពាក់កណ្ដាលខែ3ចង់ឆេងមេឃខ្ញុំស្រួលបាទហ្នឹងយើងគាត់តម្រូវការចូលឆ្នាំចិនខាងមុខនេះត្រូវទេបាទហ្នឹងកាត់នោះអានោះបាទនេះនៅអានេះនៅស្ទើចំការរបស់ពូសិតតែមានការត្រួតពិនិត្យពីខាងមន្ទីរកសិកម្មបាទសិតខាងមន្ទីរកសិកម្មអត់មានទេផ្លាស់បានអញ្ចឹងទៅការទទួលទានការបរិភោគបងប្អូនយកស្លប្រើប្រាស់អីក៏ដោយគឺវាធម្មជាតិអញ្ចឹងយើងគិតថាតម្លៃលើសពីការនាំចូលតិចតួចប៉ុន្តែបើយើងនិយាយអំពីសុខភាពវិញគឺយើងទទួលបានសុខភាពទទួលបានល្អបាទអរគុណច្រើនបងប្អូនសម្រាប់កិច្ចសម្ភាសន៍មកក្រុមការងារអរគុណច្រើនបាទ